ជីវិតយើងរាល់ថ្ងៃនេះគឺអត់មានអ្វីក្រៅពីចិត្តទេដែលចិត្តហ្នឹងមួយទៀតហើយមួយទៀតថាវិញ្ញាណចិត្តនេះគឺដឹងនៅអារម្មណ៍ទាំង6ឃើញរូបឬសំឡេងដឹងក្លិនដឹងរសជាតិដឹងផលតពៈគឺការប៉ះពាល់រាងកាយហើយនឹងដឹងនៅអារម្មណ៍ផ្សេងតែយើងគិតទៅដល់តាមមនោវិញ្ញាណគឺផ្លូវចិត្តអញ្ចឹងមានការដឹងនៅអារម្មណ៍ទាំង6នេះគឺជាហៅថាចិត្តឬក៏វិញ្ញាណចុះនៅពេលដែលយើងស្លាប់គឺត្រឹមតែបាត់បង់នៅការដឹងនៃវិញ្ញាណទាំង6នេះទេគឺគ្រាន់តែបាត់នៅការដឹងនៅអារម្មណ៍តែប៉ុណ្ណោះគឺអត់មានបាត់យើងតែណាទេគឺគ្រាន់តែបាត់នៃការដឹងវិញ្ញាណតែប៉ុណ្ណោះគឺគ្រាន់តែបាត់តែការដឹងនៅអារម្មណ៍ទាំង6ដូចឃើញរូបឬសំឡេងដឹងក្លិនដឹងរសដឹងផលតពៈដឹងផ្លូវប៉ះពាល់រាងកាយហើយនឹងដឹងនៅផ្លូវចិត្តធម្មអារម្មណ៍តែប៉ុណ្ណោះគឺយើងគិតសម័យនឹងរឿងអីមួយតាមផ្លូវចិត្តហ្នឹងគឺមនោវិញ្ញាណដូចជាភ្លើងទៀនដែលរលត់ចឹងវាអត់មានហេតុអីដែលធ្វើឲ្យឆេះបន្តទៀតអញ្ចឹងការស្លាប់គឺត្រឹមតែបាត់នៅហេតុណាមួយនៃការបន្តជីវិតតន្ត្រីគឺបន្តជីវិតនេះគឺដូចជាភ្លើងរលត់ចឹងដែរគឺថាអត់មានវិញ្ញាណណាដែលហោះទៅរកជាថ្មីទេគឺត្រឹមតែបាត់នៅហេតុដែលធ្វើឲ្យកើតនៅជីវិតតន្ត្រីគឺបាត់នៅហេតុណាមួយចឹងគឺជីវិតយើងក៏មិនអាចបន្តទៅទៀតបានដែរហើយបាត់នៅអារម្មណ៍ទាំង6នោះដូចជាភ្លើងទៀនពេលយើងអស់កឆេះឬមួយក៏ចង្គៀងដែលថាអស់ប្រេងចឹងគឺវារលត់ចឹងជីវិតយើងដូចគ្នាពេលបាត់នៅហេតុណាមួយដែលធ្វើឲ្យយើងអាចមានជីវិតតន្ត្រីរស់នៅបានទៀតគឺយើងនឹងមិនអាចបន្តជីវិតរស់នៅបានទេហើយបាត់នោះគឺបាត់អីគេអត់មានបាត់អីទេគឺគ្រាន់តែបាត់នៅការដឹងទាំងបាត់នៃការដឹងនៃអារម្មណ៍ទាំង6នោះតែប៉ុណ្ណោះហើយសំណួរសួរថាបើអត់មានវិញ្ញាណព្រលឹងមានវិញ្ញាណព្រលឹងដែលហោះចេញទៅដើម្បីទៅកាន់ភពថ្មីជាថ្មីទៀតទេតើមិនក៏មានជាតិថ្មីមិនក៏មានជាតិក្រោយចំណុចអញ្ចឹងណាករណីនេះអ្នកដែលចង់ដឹងក៏បីទៅសិក្សាអំពីកម្មផលសិនទៅអាចយល់នៅសេចក្តីនេះបានគឺមានកម្មជាបច្ច័យតែប៉ុណ្ណោះដែលធ្វើឲ្យកើតឡើងនៅភពថ្មីបានគឺដូចជាយើងយកគ្រាប់រុក្ខជាតិទៅដាំអញ្ចឹងគឺមិនមែនរុក្ខជាតិចាស់ហ្នឹងវាហោះទៅកាត់ដើមឈើថ្មីទេគឺវាមានពូជរបស់វាចំណាំវិញមនុស្សសត្វទាំងឡាយនោះគឺប្រព្រឹត្តទៅបានដោយសារកម្មរបស់ខ្លួនកម្មដែលបានសាងឡើងនៅជាតិនេះឬក៏ជាតិមុនហ្នឹងគឺហាក់ដូចជាគ្រាប់ពូជដែលអាចទៅបង្កើតនៅជីវិតនៅជាតិថ្មីបានប៉ុន្តែករណីនេះគឺវាពិបាកយល់ហើយនឹងវាមានជម្រៅបើសិនជាអ្នកដែលឆ្ងល់ហើយចង់ដឹងអំពីថាអត់មានវិញ្ញាណអត់មានព្រលឹងសួរទៅកាន់ជាតិថ្មីទេចុះហេតុអីមានជាតិថ្មីកើតឡើងក៏បីទៅសិក្សាអំពីខេត្តបច្ច័យនិងកម្មសិនទៅអាចយល់សេចក្តីបានដោយសារថាគឺវាជ្រាលជ្រៅអញ្ចឹងអ្នកខ្លះគឺអាចយល់បានទេអញ្ចឹងបើយើងសិក្សាពីកម្មគឺអាចយល់បានថាជីវិតយើងនេះគឺបន្តដូចជាវាការតគ្នារហូតគឺក្នុងមួយវិនាទីទៅមួយវិនាទីហ្នឹងគឺរូបចាស់ចិត្តចាស់របស់យើងអ្វីដែលចាស់របស់យើងហ្នឹងគឺរលត់ទៅអស់ហើយចុះវាមានតែរូបថ្មីតហើយនេះបានជាយើងវិវត្តទៅពីក្មេងវាអាយុ1ឆ្នាំ2ឆ្នាំ3ឆ្នាំរហូតដល់ធំរហូតដល់ចាស់ហ្នឹងគឺដោយសារថាវាកាត់រលត់ហ្នឹងរូបចាស់របស់យើងហ្នឹងគឺវាបាត់ទៅអស់ហើយអាក្មេងៗដែលយើងកាត់មកគុណថ្ងៃទៅហើយបន្ទាប់មកក៏ពីក្មេងរហូតដល់ធំពេញវ័យរហូតដល់វ័យកណ្ដាលរហូតដល់វ័យចំណាស់ហ្នឹងគឺថារូបទាំងហ្នឹងវារលត់អាក្មេងៗរបស់យើងហ្នឹងវារលត់អស់ហើយវាកាត់វិញកាត់រលត់តទៅហើយភ្លើងធាតុហ្នឹងហើយធ្វើឲ្យយើងកាត់រូបថ្មីមកកាត់រហូតដល់ធ្វើយើងវិវត្តទៅជាចាស់ហើយរហូតដល់ស្លាប់ហើយក៏មានកំណើតថ្មីទៀតជាថ្មីចឹងគឺដោយសារតែកម្មដែលយើងបានសាងគឺវាអាស្រ័យលើកម្មហ្នឹងទៅអាចកើតទៅជាថ្មីបានទីដូចជាកម្មយើងបានសាងជានេះចឹងវាជាក្របពូជទៅសម្រាប់ជាថ្មីចឹងដូចជារុក្ខជាតិដែលយើងចូលក្របពូជរុក្ខជាតិដើមចឹងគឺថាវាមិនមែនជារុក្ខជាតិដើមចាស់ដែលទៅវាទៅកើតជាដើមថ្មីបានទេវាគ្រាន់តែជាក្របពូជអញ្ចឹងកម្មដែលយើងបានសាងគឺវាដូចជាក្របពូជដែរវាអាចកើតទៅជាកម្មជាបច្ច័យដែលធ្វើឲ្យកើតទៅជាថ្មីបានចំណែកឯបលឹងវិញ្ញាណដែលហោះទៅនោះគឺអត់មានទេវាហាក់ដូចជីវិតយើងនេះគឺវាដូចជាភ្លើងទៀនឬក៏ម៉ាស៊ីនដែលថាវាមានប្រេងមានសាំងមានគ្រឿងផ្សំផ្សេងៗដែលធ្វើឲ្យអាចឆេះម៉ាស៊ីនឆេះបានឬក៏អាចជាភ្លើងទៀនឬក៏ចង្កៀងប្រេងដែលថាវាមានហេតុបច្ច័យគ្រប់ទៅធ្វើភ្លើងឆេះបានជីវិតយើងក៏ដូចគ្នាគឺវាមានហេតុបច្ច័យគ្រប់ដែលធ្វើឲ្យយើងមានជីវិតបានមានជីវិតចិត្តតន្ត្រីបន្តរស់នៅបានគឺវាហាក់ដូចជាដាក់ភ្លើងចឹងគឺដល់ពេលដែលភ្លើងរលត់ទៅគឺថាភ្លើងនោះគឺវាអត់មានបាត់ទៅណាទេគឺវាអស់ហេតុណាមួយដែលធ្វើឲ្យភ្លើងឆេះបានអញ្ចឹងជីវិតយើងក៏ដូចគ្នាវាបាត់ហេតុណាមួយដែលអាចធ្វើឲ្យយើងបន្តជីវិតតន្ត្រីរស់នៅបានគឺធ្វើឲ្យវាលែងបន្តជីវិតតទៅមុខបានទៀតអញ្ចឹងគឺថាវាដូចជាភ្លើងឬក៏ម៉ាស៊ីនដែលត្រូវការសាំងត្រូវការអ្វីផ្សេងៗគ្រប់សាំងភាពដើម្បីឲ្យម៉ាស៊ីនឆេះបានឬក៏សម្រាប់ភ្លើងដែលឆេះហ្នឹងពេលដែលភ្លើងរលត់គឺថាសម្រាប់ភ្លើងហ្នឹងបាត់ទៅណាគឺអត់បាត់ទៅណាទេដោយសារតែវាអស់ហេតុដែលត្រូវឲ្យឆេះអញ្ចឹងជីវិតយើងដូចគ្នាបើសិនជាអស់ហេតុណាមួយដែលធ្វើឲ្យជីវិតយើងរស់នៅបានដូចជាយើងត្រូវអស់អាយុឬក៏ត្រូវជួបគ្រោះថ្នាក់ណាមួយដែលធ្វើឲ្យជីវិតយើងអស់វាដូចជាភ្លើងដែលរលត់ចឹងដែរគឺថាវាអត់មានហេតុដែលត្រូវបន្តឲ្យរស់នៅបានទេតែនេះអាចពិបាកយល់បន្តិចតែបើសិនជាចង់ដឹងគឺអាចទៅគឺក៏បីសិក្សាអំពីកម្មដែលអាចឲ្យយើងយល់បានពីអ្វីដែលថាអត់មានវិញ្ញាណឬព្រលឹងហោះទៅដើម្បីកើតនៅជាថ្មីទេគឺវាមានត្រឹមតែហេតុដែលបង្កើតឡើងពីកម្មដែលយើងបានសាងផ្សេងៗតែប៉ុណ្ណោះមួយទៀតចិត្តខឹងចិត្តស្អប់ចិត្តស្រឡាញ់ចិត្តចំណែនចិត្តហូម៉ៅចិត្ត stress អីហ្នឹងគឺសុទ្ធតែជាការដឹងនៅអារម្មណ៍របស់ចិត្តទាំងអស់ហើយចំណែកឯការឃើញរូបស្អាតរូបមិនហើយចំណែកឯការឃើញរូបស្អាតរូបមិនស្អាតដឹងសម្លេងល្អសម្លេងមិនល្អធំក្លិនល្អក្លិនមិនល្អឬក៏ញ៉ាំអាហារឆ្ងាញ់ឬមិនឆ្ងាញ់
ឬក៏គឺផ្លូវកាយដូចជាមានជំងឺមានអីជាដើមនោះគឺសុទ្ធតែជាការដឹងអារម្មណ៍របស់ចិត្តទាំងអស់គឺមានតែចិត្តប៉ុណ្ណោះដែលដឹងអារម្មណ៍ចំណែកឯរូបរាងកាយនេះគឺអត់មានដឹងអារម្មណ៍ទេសុទ្ធតែជាការដឹងអារម្មណ៍របស់ចិត្តឬក៏ការសោយអារម្មណ៍របស់ចិត្តតែប៉ុណ្ណោះក្រៅពីចិត្តគឺអត់មានអ្វីដឹងអារម្មណ៍ទាំងអស់នោះទេគឺដូចជាការមានចិត្តល្អចិត្តអាក្រក់ចិត្តមានមេត្តាចិត្តមានការអាណិតអាសូរចិត្តស្រឡាញ់ចិត្តអីទាំងអស់ហ្នឹងគឺសុទ្ធតែជាការដឹងអារម្មណ៍របស់ចិត្តទាំងអស់គឺចិត្តគឺការកាត់ឡើងនៃចិត្តទាំងអស់ចុះបើយើងដឹងហើយថាវាគ្រាន់តែជាការកាត់ឡើងរបស់ចិត្តរបស់ការដឹងអារម្មណ៍នៃចិត្តការដឹងអារម្មណ៍របស់វិញ្ញាណទាំង6អញ្ចឹងតើយើងទៅរកមើលខ្លួនយើងមកយើងមានខ្លួនយើងអត់យើងមានខ្លួនឯងអត់វាគ្រាន់តែជាការកាត់ឡើងរបស់ចិត្តអញ្ចឹងខ្លួនយើងមានអត់ខ្លួនយើងនៅកន្លែងណាខ្លួនយើងនៅត្រង់ណាបើវាជាការកាត់ឡើងរបស់ចិត្តតែប៉ុណ្ណោះអញ្ចឹងយើងមានខ្លួនឯងអត់យើងតែរកខ្លួនយើងមកដូចជាខ្លួនយើងគឺជាតិចជាយើងឬក៏ក្បាលជាយើងឬក៏ភ្នែកជាយើងច្រមុះជាយើងឬក៏ដៃជាយើងឬក៏ជើងជាយើងឬក៏គ្រឿងក្នុងបេះដូងជាយើងឬក៏ថ្លើមកម្មាត់ជាយើងហ្នឹងហើយទាំងអស់នោះវាគ្រាន់តែជាភាពផ្សំនៃមហាពុទ្ធរូបគឺដីទឹកភ្លើងខ្យល់តែប៉ុណ្ណោះសរុបទៅគឺវាជាគ្រឿងផ្សំនៃដីទឹកភ្លើងខ្យល់ហើយយើងគឺរកខ្លួនយើងអត់មានទេគឺវេទនាគឺជាការសោយនៅអារម្មណ៍ផ្សេងវេទនាហើយសញ្ញាគឺជាការចងចាំរបស់យើងចាំបានថាយើងក៏ទៅណាក៏ធ្វើអីខ្លះយើងមានទ្រព្យសម្បត្តិប្រមាណហ្នឹងគឺជាសញ្ញាជាការចងចាំហើយសង្ខារគឺជាចេះស្រឡាញ់ស្អប់ចំណែនប្រចាំកម្លាំងឬក៏មានចិត្តមេត្តាមានចិត្តអាណិតឬក៏មានចិត្តល្អចិត្តសទ្ធាចិត្តបុណ្យឬក៏ចិត្តមិនល្អចិត្តខុសខើអីហ្នឹងគឺជាសង្ខារហើយនឹងវិញ្ញាណមួយទៀតសរុបបានជាបញ្ចខណ្ឌ5រូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណនោះគឺជាការដឹងអារម្មណ៍នេះឯងគឺជាចិត្តនឹងឯងគឺជាវិញ្ញាណមានវិញ្ញាណគឺជាការដឹងនៅអារម្មណ៍ទាំង6ហ្នឹងដូចជាការឃើញរូបឬសម្លេងនឹងក្លិននឹងរសដឹងផលតពៈទាំងហើយនឹងដឹងធម្មអារម្មណ៍ដឹងអំពីផ្លូវចិត្តមនោវិញ្ញាណហ្នឹងទាំង6ហ្នឹងអញ្ចឹងសរុបទៅរកខ្លួនយើងគឺអត់មានទេគឺមានត្រឹមតែរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណតែប៉ុណ្ណោះសរុបទៅគឺជាការកាត់ឡើងនៃបញ្ចខណ្ឌទាំង5គឺរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណដែលជាការដឹងអារម្មណ៍តែប៉ុណ្ណោះចំណែកឯខ្លួនយើងគឺអត់មានទេបញ្ចខណ្ឌនេះកាត់ឡើងអំពីហេតុបច្ច័យផងដែរចំណែកឯសត្វបុគ្គលគឺអត់មាននោះទេដោយសត្វលោកគឺប្រកាន់ថាមានខ្លួនឯងតែតាមពិតទៅគឺគ្មានខ្លួនឯងនោះទេគឺមានត្រឹមតែឱកាសទានគឺការប្រកាន់ខណ្ឌ5នេះថាជាខ្លួនឯងតែតាមពិតទៅគឺវាមានត្រឹមតែចិត្តគឺវិញ្ញាណនៃការដឹងអារម្មណ៍គឺសំខាន់ជាងគេប៉ុន្តែបើសិនជារូបនេះគឺអត់ដឹងអីទេរូបជាទៀតអត់ដឹងលោកប្រកាន់បញ្ចខណ្ឌរូបវេទនាសញ្ញាសង្ខារវិញ្ញាណថាជាខ្លួនឯងអ្វីកើតឡើងមកពីហេតុតែប៉ុណ្ណោះ